ធមីនកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃដែលម្ដងហើយម្ដងទៀតបានប្រើប្រាស់ឧបទ្ទហេតុផ្ទុះមីនធ្វើជាយុទ្ធសាស្ត្រដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជំវិញបញ្ហានេះការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសថៃពេលដែលនយោបាយក្របដណ្ដប់លើការពិតនៃបច្ចេកទេសមីននៅតាមបណ្ដោយព្រំដែនដែលធ្លាប់មានស្លាកស្នាមអតីតកាលសង្គ្រាមជាច្រើនទសវត្សរ៍គ្រាប់មីនដែលសេសសល់នៅក្រោមដីបន្តក្លាយជាប្រភពគ្រោះថ្នាក់ដល់ជីវិតមិនចេះចប់មិនចេះហើយប៉ុន្តែក្នុងពេលតំបន់ព្រំដែនកំពុងស្ថិតក្នុងភាពរសើបដែលអាចងាយធ្លាក់ចូលទៅក្នុងភាពតានតឹងវិញនោះសម្ដីចោទប្រកាន់ជាឯកតោភាគីពីរដ្ឋមន្ត្រីការបរទេសថៃបានคล้ายជាសម្លេងរំខានថ្មីមួយវាមិនមែនជាសម្លេងផ្ទុះមានទេប៉ុន្តែជាសម្លេងផ្ទុះនៃវោហារសាស្ត្រនយោបាយក្នុងការចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជាសម្ដីចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសថៃដែលបានចំណាយពេលតិចតួចជាង1នាទីត្រូវបានគេពង្រីកយ៉ាងឆាប់រហ័សតាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដោយធ្វើឲ្យរង្គោះរង្គើដល់ទំនុកចិត្តដ៏ផុយស្រួយដែលត្រូវការរកការដោះស្រាយតាមរយៈសកម្មភាពមីនប្រកបដោយវិជ្ជាជីវៈនិងកិច្ចសហប្រតិបត្តិការមនុស្សធម៌និងការស្វែងរកការពិតរួមគ្នាដោយផ្អែកលើភស្តុតាងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃក្នុងសារព័ត៌មាន Nikkei Asia ថាកម្ពុជាបានដាក់មីនថ្មីនៅតាមបណ្ដោយព្រំដែនគឺមិនមែនជាបញ្ហាបច្ចេកទេសទេប៉ុន្តែជាការបង្កើតនៅវោហារសាស្ត្រនយោបាយក្នុងពេលដែលមានភាពតានតឹងផ្នែកការទូតវាជាការចោទប្រកាន់ដែលគ្មានភស្តុតាងគ្មានការស៊ើបអង្កេតរួមគ្នានិងក៏គ្មានការវិភាគអសលវិច័យដែលអាចគាំទ្រការអះអាងនោះបានឡើយការចោទប្រកាន់នេះត្រូវបានគេមើលឃើញថាជាល្បិចបង្វែរចំណាប់អារម្មណ៍និងបដូរភាពពីភាគីជាប់ចោទទៅជាភាគីរងគ្រោះនៅពេលដែលសកម្មភាពរបស់ថៃនៅតាមបណ្ដោយព្រំដែនកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយអាស៊ាននិងសហរដ្ឋអាមេរិកការចោទប្រកាន់ដែលគ្មានភស្តុតាងបច្ចេកទេសរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសានៅក្នុងសារព័ត៌មាន Nikkei Asia ដែលនិយាយថាកម្ពុជាបានដាក់គ្រាប់មីនថ្មីតាមបណ្ដោយព្រំដែនមិនបានបញ្ជាក់មីនថ្មីនោះជាមីនអ្វីផ្ទុះនៅទីណាកន្លែងណានិងដោយរបៀបណាឡើយការលើកឡើងដែលគ្មានទាំងភស្តុតាងបច្ចេកទេសនិងគ្មានទាំងការកំណត់ហេតុការច្បាស់លាស់បែបនេះមិនមែនជាសម្ដីផ្អែកលើវិទ្យាសាស្ត្រឬផ្នែកជំនាញមីនឡើយប៉ុន្តែគឺជាការបំពានមួយទៅលើវិជ្ជាជីវៈការទូតវាជាសម្ដីដែលមានលក្ខណៈនយោបាយបង្កហេតុនិងមិនសមស្របសម្រាប់មន្ត្រីការបរទេសម្នាក់ដែលគួរតែធ្វើការដោយផ្អែកទៅលើការពិតភស្តុតាងនិងទង្វើវិជ្ជាជីវៈឡើយដើម្បីបញ្ជាក់ថាមីនថ្មីគឺគេត្រូវមានការធ្វើតេស្តវិភាគដី soil disturbance analysis ការធ្វើតេស្តកសលវិច័យនៃបំណែក forensic testing of fragments ការតាមដានពិនិត្យមើលប្រភេទមីន serial number ការប្រៀបធៀបសមាសធាតុ plastic គីមី chemical aging of plastic components ការស៊ើបអង្កេតរួមជាមួយកម្ពុជាឬអង្គភាពអង្គការសហប្រជាជាតិ UNMAS ឬអង្គភាព AOT នៃយន្តការរបស់អាស៊ានជាដើមទាំងនេះមិនមានសូម្បីតែមួយចំណុចផងនៅក្នុងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃនោះហើយអ្វីដែលសារព័ត៌មាន Nikkei Asia ផ្សាយគឺមានតែសម្ដីនយោបាយដែលមិនមែនជាភស្តុតាងឡើយកម្ពុជាគឺជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា30ឆ្នាំមកហើយមិនដែលមានរបាយការណ៍អន្តរជាតិណាមួយដែលនិយាយថាកម្ពុជាបានប្រើមីនសារឡើងវិញទេយល់ទៅតាមការបំភ្លឺរបស់អាជ្ញាធរមីនកម្ពុជានៅថ្ងៃទី3ធ្នូឆ្នាំ2025បានបញ្ជាក់ថារយៈពេលជាង30ឆ្នាំកន្លងមកនេះ
កម្ពុជាមិនមានប្រើប្រាស់មីនហើយកងកម្លាំងយោធារបស់កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារាជរដ្ឋាភិបាលនិងកាតព្វកិច្ចអន្តរជាតិកម្ពុជាមិនមានបទបញ្ជាឬការអនុញ្ញាតណាដែលអនុញ្ញាតឲ្យប្រើប្រាស់មីនហើយកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាពនិងកិច្ចសហប្រតិបត្តិការនិងបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពកម្ចាត់មីនដែលជាសក្ខីភាពនៃការបដិញ្ញាចិត្តចំពោះអនុសញ្ញាអូតាវ៉ាកេរដំណែលសង្គ្រាមមិនមែនជាមីនថ្មីអាជ្ញាធរមានកម្ពុជាបានថ្លែងថាផ្ទៃដីមានមីននៅតាមតំបន់ព្រំដែនគឺជាកេរដំណែលបន្សល់ទុកពីសង្គ្រាមរវាងតួអង្គជាច្រើនពីទសវត្សរ៍ឆ្នាំ1970ដល់1990ក្រុមអ្នកជំនាញដោះមីនធ្លាប់បាននិយាយថាកត្តាធម្មជាតិដូចជាភ្លៀងធ្លាក់ខ្លាំងការហូរច្រោះដីនិងទឹកជំនន់ជាញឹកញាប់បានបណ្ដាលឲ្យមានចាស់ផ្លាស់ទីតាំងដើមរបស់វាហើយលេចចេញមកលើទីតាំងដីថ្មីដែលមើលទៅហាក់ដូចជាមីនត្រូវបានគេដាក់ថ្មីហេតុការណ៍ទាំងនេះធ្លាប់បានប្រទះឃើញច្រើនកន្លែងរួចមកហើយនៅក្នុងប្រទេសកម្ពុជាដោយសារតែតំបន់ខ្លះដែលគ្មានមីនស្រាប់តែគេបានប្រទះឃើញមានមីនលេចចេញពីដីអង្គការ Landmine Monitor និងអង្គការ UNMAS ធ្លាប់បានកត់ត្រាបាតុភូតនេះម្ដងហើយម្ដងទៀតនៅតំបន់ព្រំដែនកម្ពុជាថៃនិងធ្លាប់លើកឡើងអំពីការបំលាស់ទីរបស់មីនក្នុងដីដោយសារតែកត្តាធម្មជាតិទាំងនេះក្នុងសេចក្តីសន្និដ្ឋានការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃនៅក្នុងសារព័ត៌មាន Nikkei Asia មិនមែនជាសម្ដីផ្អែកទៅលើការពិតនិងភស្តុតាងបច្ចេកទេសមីនឡើយវាគ្រាន់តែជាវោហារសាស្ត្រនយោបាយដែលបង្កើតឡើងក្នុងបរិបទតានតឹងព្រំដែនដោយគ្មានភស្តុតាងឯករាជ្យណាមួយបានគាំទ្រឡើយការចោទប្រកាន់បែបនេះមិនត្រឹមតែកាត់បន្ថយកេរ្តិ៍ឈ្មោះរបស់ថៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងរំលោភស្មារតីមនុស្សធម៌នៃអនុសញ្ញាអូតាវ៉ាដែលប្រទេសទាំងពីរជារដ្ឋភាគីក្នុងពេលដែលតំបន់ព្រំដែនត្រូវការភាពស្ងប់ស្ងាត់និងកិច្ចសហប្រតិបត្តិការមនុស្សធម៌រវាងប្រទេសជិតខាងថៃម្ដងហើយម្ដងទៀតបានយកអបតហេតុផ្ទុះមីនក្នុងតំបន់ចំនួនមកប្រើជាយុទ្ធសាស្ត្រដើម្បីបំផ្លាញសមិទ្ធផលនិងការរួមចំណែកសកម្មភាពមីនរបស់កម្ពុជានិងបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជាដែលជារដ្ឋភាគីមានការបដិញ្ញាខ្ពស់ចំពោះអនុសញ្ញាអូតាវ៉ាកម្ពុជាអំពាវនាវឲ្យមានការវាយតម្លៃប្រកបដោយវិជ្ជាជីវៈអព្យាក្រឹតភាពនិងផ្អែកទៅលើភស្តុតាងប៉ុន្តែមិនមែនផ្អែកទៅលើសម្ដីចោទប្រកាន់នយោបាយឯកតោភាគីឡើយកម្ពុជាស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធនិងរដ្ឋភាគីទាំងអស់នៃអនុសញ្ញាអូតាវ៉ាជំរុញការស៊ើបអង្កេតបច្ចេកទេសរួមមានការចូលរួមពីតួអង្គអព្យាក្រឹតនិងអនុវត្តតាមយន្តការដែលមានស្រាប់ដើម្បីជៀសវាងការប្រើប្រាស់បញ្ហាមីនជាឧបករណ៍នយោបាយដែលអាចបំផ្លាញសុវត្ថិភាពសរុបនៃអនុសញ្ញាអូតាវ៉ាកម្ពុជាសូមបញ្ជាក់ឡើងវិញនូវការបដិញ្ញាចិត្តដ៏រឹងមាំរបស់ខ្លួនក្នុងការរក្សាសន្តិភាពស្ថិរភាពតាមបណ្ដោយព្រំដែននិងគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកាតព្វកិច្ចទាំងអស់ក្រោមអនុសញ្ញាអូតាវ៉ា